បាទនេះគឺជាពាងជាច្រើនប្រមាណបងប្អូនបាទពាងច្រើនពណ៌លាបចម្រោះពណ៌បាទអត់តែពណ៌ខ្មៅនិងពណ៌សមកទេបងប្អូនពាងនេះគឺនៅគេដាក់នៅតាមបណ្ដោយមាត់ស្ទឹងសង្កាននៅត្រៃខាងលិចបងប្អូនបាទនៅចិត្តសួនដែលគេទៅធ្វើថ្មីបាទអញ្ចឹងថ្ងៃបនចូលឆ្នាំខ្មែរចិត្តមកដល់ហើយបងប្អូនបាទអញ្ចឹងគេចាប់ផ្ដើមរៀបចំបដាបាទហើយពាងនេះគឺសម្រាប់ដាក់ទឹកពេលគេថាចូលឆ្នាំខ្មែរអញ្ចឹងគេបាក់យកទឹកពីពាងហ្នឹងគេជះទឹកដាក់គ្នាអញ្ចឹងណាបាទមានពាងដាក់ស្រាមក៏មានពាងទុកចោលណាបងប្អូនបាទអានេះគឺគេធ្វើតូបសម្រាប់លក់បាទសម្រាប់លក់ដូរបាទនៅមុខសាលាខេត្តបាត់ដំបងហ្នឹងបងប្អូនបាទគាត់ថាមិនមែនមុខចំទេអានេះមុខចំហៀងទល់មុខមន្ទីរទេសចរហើយនឹងរតនាគារហើយនេះគឺគេធ្វើសាងសង់សួននៅត្រៃខាងកើតបងប្អូនបាទនេះខ្ញុំថតពីចំណុចស្ពានថ្មដែលពីមុនជាស្ពានដែកហ្នឹងរហូតទៅដល់ស្ពានថ្មថ្មីបងប្អូនបាទបាទហើយនេះគឺជាវិមានឯករាជ្យដែលខ្ញុំបាទថតនៅពេលព្រឹកបងប្អូនបាទជម្រាបសួរបងប្អូននេះគឺជាស្ពាននៅខាងឆ្វេងវត្តសង្កាហើយក៏នៅចិត្តវត្តសង្កានិងចិត្តរតនាគារខេត្តបាត់ដំបងដែរស្ពាននេះកាលពីសង្គមអត់មានទេបងប្អូនហើយឥឡូវចូលឆ្នាំខ្មែរហើយគេរៀបចំស្អាតបាតគេរៀបចំប្រាហើយក្នុងទីក្រុងបាទហើយនឹងមានការសាងសង់សួនឬក៏តូបជាច្រើនផងដែរហើយនេះគឺជាពាងដែលគេមានលាបពណ៌ជាចម្រុះពណ៌បាទអត់តែពណ៌សនិងពណ៌ខ្មៅទេដើម្បីពាងនេះគឺទុកដាក់ទឹកបាទសម្រាប់ពេលចូលឆ្នាំខ្មែរហ្នឹងគឺគេដួសទឹកពីហ្នឹងវាជះទឹកដាក់គ្នាបងប្អូនបាទហើយក៏មានគេធ្វើដូចពណ៌នៅខាងលើពាងតុងអីហើយឥឡូវនេះរៀបចំចងផ្កាយចងអីនៅតាមបណ្ដាមាត់សួនហ្នឹងផងដែរបាទស្រស់ស្អាតណាស់បងប្អូនក្រុងបាត់ដំបងឥឡូវគឺស្អាតជាងមុនហើយបាទស្អាតជាងមុនបដាហើយក៏សូមអរគុណដល់លោកចៅហ្វាយខេត្តបាត់ដំបងអង្គញាគឺលោកអាដាមសុកលូហ្នឹងបាទគឺតាំងពីគាត់ឡើងមកកាន់មកគាត់ធ្វើច្រើនណាស់បងប្អូនទាំងលូទាំងសួនបាទនិងវេទិកាអុំទូកទាំងវិមានឯករាជ្យឆ្នេរច្រាំងស្ទឹងនឹងធ្វើផ្លូវបេតុងជាច្រើនខ្សែនៅក្នុងក្រុងផងព្រមទាំងនៅតាមភូមិផងដែរហើយក៏មានធ្វើកន្លែងទេសចរផ្សេងជាច្រើនផងដែរបាទហើយនេះគឺជាវិមានឯករាជ្យបាទបងប្អូនជ្រុលជាខ្ញុំថតកន្លែងពាងហើយខ្ញុំចេះតែថតក្នុងក្រុងទៅថ្ងៃហ្នឹងឲ្យបងប្អូនបានទស្សនាក្នុងក្រុងបងប្អូនគ្នាបណ្ដោយទៅបាទហើយវិមានឯករាជ្យនេះគឺទៅធ្វើបានមួយឆ្នាំហើយទេបងប្អូនអាគារខាងមុខនោះគឺជាអាគារថ្មីដែលគេសាងសង់ថ្មីបងប្អូនបាទកាលពីសង្គមអត់ទាន់មានទេអាគារបែបហ្នឹងបាទហើយវិមានឯករាជ្យនេះគឺនៅទល់មុខនឹងនាមអញទឹកបងប្អូនអញ្ចឹងផ្លូវនេះគឺខ្ញុំជិះទៅបាទអាគារពណ៌លឿងនោះគឺជាអាគារប្រៃសណីយ៍ខេត្តបាត់ដំបងអង់គ្លេសគេហៅថា Post Office ហើយកន្លែងអាគារនេះគឺជាអគ្គិសនីខេត្តបាត់ដំបងបងប្អូនបាទហើយចំណែកដើមឈើដែលធំដើមកគីនេះគឺមានអាយុកាលយូរណាស់ទៅហើយបងប្អូនវាចាស់មែនទែននឹងគេកាត់មែកវាកុំឲ្យវាខ្លាចវាបាក់មកធ្លាក់បាទត្រូវបាទឡានត្រូវម៉ូតូប្រជាបងប្អូនប្រជាជនខ្មែរយើងបាទបាទនេះគឺផ្លូវលេខ1ផ្លូវតាមពីវិមានឯករាជ្យបាទទៅដល់ផ្សារលើហើយកន្លែងនេះបងប្អូនកន្លែងនេះគឺមុខគេធ្វើតូបគេធ្វើខ្ចោះសម្រាប់លក់បាទលក់ម្ហូបអាហារលក់អីចឹងណាបងប្អូនគឺនៅមុខសាលាខេត្តបាត់ដំបងបងប្អូនបាទនេះគេធ្វើខ្ចោះបដាហើយបាទហើយនៅមុខសាលាខេត្តហ្នឹងគេកំពុងតែធ្វើផ្លូវ2ហើយនេះគឺជាគេកំពុងតែសាងសង់សួនច្បារបាទនៅត្រៃខាងកើតចាប់ពីស្ពានថ្មដែលពីមុនជាស្ពានដែកហ្នឹងរហូតទៅដល់ស្ពានថ្មថ្មីបងប្អូនបាទគេធ្វើសួនថ្មីហើយសួននេះខ្ញុំធ្លាប់ដើរកាត់ខ្ញុំធ្លាប់ថត10 ដងទី10បាទពី3 ដងដែរបាទ
អញ្ចឹងពុកម៉ែបងប្អូនឥឡូវអត់ដំបងស្រស់ស្អាតជាងមុនណាពុកម៉ែបងប្អូនបាទឥឡូវបាត់ដំបងប្រែរូបរាងហើយក៏មានអាគារសន្តាគារជាច្រើននៅតាមបណ្ដោយមាត់ស្ទឹងសំកែនឹងផងដែរបាទនេះគឺនៅត្រើយខាងកើតពុកម៉ែបងប្អូនបាទតែមើលសួនថ្មីនេះតាពេលដែលគេហើយតាស្អាតប៉ុណ្ណាបាទខ្ញុំសង្ឃឹមថាស្ពាននេះសួនថ្មីដែលគេខាងកំពុងតែធ្វើនឹងស្អាតខ្ញុំសង្ឃឹមថាអញ្ចឹងបាទថាស្អាតវាមិនហ៊ានថា 100% តែជូនពោហើយក៏សង្ឃឹមថាឲ្យវាស្អាតខ្លាំងបាទឲ្យស្អាតគ្រាន់បើជាងមុនបាទស្អាតហើយតាក់ទាញបាទអញ្ចឹងមកជួរខាងឆ្វេងដៃដែលគេធ្វើសួនកាលមុនមានដើមអំពិលធំនៅខាងឆ្វេងដៃហ្នឹងណាឥឡូវនេះគេបានកាប់ចោលហើយបាទហើយខាងនេះគឺជាហាងបាទគឺជាហាងលក់ដូរបាទគេបាទខ្ញុំជិះនេះលឿនបន្តិចហើយដោយសារមិនសូវជាមានអ្វីគួរថតបាទតែខ្ញុំបែរកាមេរ៉ាមកខាងស្ដាំដើម្បីមកហ្វូនឲ្យឃើញបាទផ្ទះរបស់ពួកគាត់ឲ្យបានច្បាស់ចំមុខតែម្ដងបាទពេលខ្លះក៏មិនអាចថតចំមុខ 100% ដែរបាទអញ្ចឹងឃើញធ្វើច្រើនណាបងប្អូនបាទសួនហ្នឹងវែងណាបាទចង់ប្រហែល1គីឡូជាង2គីឡូហ្នឹងបាទតាមបណ្ដោយមាត់ស្ទឹងសង្កែបាទម្ដុំនេះកាលមុនសម្បូរការចំបៃឥឡូវគេកាប់ចោលអស់ហើយបាទការចំបៃចាស់បាទអញ្ចឹងសួនហ្នឹងគឺអស់ត្រឹមនេះហើយបងប្អូនត្រឹមស្ពាននេះបាទស្ពាននេះហើយបាទចំពេលនេះខ្ញុំកំពុងតែរយឆ្លងដំឡើងស្ពានបាទស្ពាននេះគឺជាស្ពានថ្មថ្មីសាងសង់ក្នុងឆ្នាំ1960បងប្អូនបាទស្ពាននេះអាចផ្ទុករថយន្តគ្រប់ប្រភេទបានទាំងធ្ងន់ទាំងស្រាលផងដែរតែឥឡូវនេះគេមិនឲ្យគេធ្វើផ្លូវវាងក្រុងមិនឲ្យឡានធំជិះចូលក្នុងក្រុងទេបងប្អូនបាទនេះគឺខ្ញុំឆ្លងចូលទៅត្រើយខាងលិចហើយគឺក្រុងបាទទៅខ្ញុំថតគឺក្នុងក្រុងទាំងអស់ហ្នឹងបងប្អូនអញ្ចឹងឥឡូវផ្លូវជាតិលេខ5បាទផ្លូវនេះគឺផ្លូវជាតិលេខ5ហើយគឺមានទេសភាពគឺមានទស្សនភាពអាគារខ្ពស់ថ្មីជាច្រើនផងដែរដែលនៅក្នុងក្រុងបាត់ដំបងនេះបងប្អូនបាទហើយមានឡានមានម៉ូតូជាច្រើនបាទខាងអាគារខ្ពស់ខាងស្ដាំដៃនោះគឺជាសន្តាគារស្ទឹងសង្កែហ្នឹងណាគឺជាសន្តាគារស្ទឹងសង្កែបងប្អូនដែលសាងសង់ប្រហែលជា10ឆ្នាំហើយទៅចុះបាទសន្តាគារនេះគឺធំណាស់បងប្អូនបាទមានឡានជាច្រើនបាទចតនៅខាងមុខបាទនេះសួនច្បារដែរបងប្អូនបាទសួននេះគឺនៅចិត្តពេទ្យធំបងប្អូនហើយក៏នៅចិត្តសន្តាគារស្ទឹងសង្កែនឹងដែរបងប្អូនបាទនៅសួនស្ដាច់ជីសេះសបាទអញ្ចឹងផ្លូវក្នុងក្រុងឥឡូវវាពិបាកបន្តិចហើយបងប្អូនដោយសារគេជីកលូគេធ្វើលូសិនធ្វើលូហើយបានគេធ្វើផ្លូវបានបាទខ្ញុំជិះតាមបដោយសួនហ្នឹងបាទសួនហ្នឹងវែងដែរណាបងប្អូនថាជា1គីឡូជាងដែរអញ្ចឹងក្នុងទីក្រុងបាត់ដំបងឥឡូវសម្បូរអាគារថ្មីធំខ្ពស់ជាច្រើនផងដែរដូចជាអាគារសន្តាគារផ្ទះសំណាក់សាលារៀនបាទសាលារៀនឯកជនបាទជាច្រើនផងដែរ
ចឹងម្ដុំនេះឥឡូវក៏មានទេសភាពផ្ទះថ្មថ្មីផ្ទះអីច្រើនហើយម្ដុំនេះក៏មុនគេហៅផ្សារអត់បាទនៅកន្លែងនេះភ្លើង stop ខ្ញុំឈប់ stop សិនបាទកន្លែងនេះភ្លើងបើកហើយខ្ញុំទៅបន្តទៀតបាទភ្លើងខៀវភ្លើងបៃតងបាទខ្ញុំទៅបន្តទៀតបញ្ជូននេះសបោលក់ម៉ូតូច្រើនណាស់បងប្អូនតាមដងផ្លូវសងខាងផ្លូវលក់ម៉ូតូបាទសបោណាតែខ្ញុំបែរកាមេរ៉ាមួយត្រង់តិចខ្ញុំបែរឆ្វេងវិញបាទនៅខាងមុខនោះគឺជារូបសំណាក់ព្រះនរាយណ៍ដៃ8គេហៅតែដៃ8ឥឡូវក្នុងម្ដុំគេហៅដៃ8គឺចង់និយាយព្រះនរាយណ៍ដៃ8ហ្នឹងណាបាទតែគេហៅកាត់តែដៃ8ម្ដុំនេះពីមុនគេហៅធ្លាប់ជាភាសាចាក់សារាមផ្សារដើមដូងការឆ្នាំ90ជាងណាក្នុងឆ្នាំ90ដូចជា98 99ចុះក្រោមក៏គេបដូរទៅលេងមានផ្សារចាក់សារាមផ្សារដើមដូងហើយនេះគឺជាទស្សនវិជ្ជានៅតាមផ្លូវជាតិលេខ5បាទក្នុងក្រុងបាត់ដំបងមានក្រាសាំងថ្មីច្រើនណាស់បងប្អូនឥឡូវបដូរអស់ហើយពីមុនធ្លាប់តែជីកាលពីសង្គមជីក្រុងជាភូមិអីទេដីស្រែអីចំការតែឥឡូវនេះគឺធ្វើផ្ទះធ្វើតូបដូរប្រងព្រាតអស់ហើយបងប្អូនបាទដោយសារកំណើនប្រជាជនច្រើនបងប្អូនអញ្ចឹងគឺត្រូវការធ្វើកន្លែងលក់ដូរហើយដីស្រែតាមជីក្រុងមួយចំនួនហ្នឹងគឺធ្វើផ្ទះធ្វើអស់ហើយបងប្អូនបាទម្ដុំនេះសបោលក់ម៉ូតូលក់ឡានបាទខាងឆ្វេងក៏សបោដែរបងប្អូនបាទឥឡូវមានសួនកដាលផ្លូវបងប្អូនបាទឥឡូវអាគារផ្ទះខ្ពស់ពួកហើយបាទម្ដុំហ្នឹងសបោលក់ឡានច្រើនបងប្អូនបាទឥឡូវមានក្រុមហ៊ុនបរទេសមកច្រើនបងប្អូននៅបាត់ដំបងបាទបងប្អូនអញ្ចឹងវីដេអូខ្ញុំចប់ប៉ុណ្្នឹងហើយបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទខ្ញុំបាទភិរាបាទសូមអរគុណសូមជម្រាបលាបាទ